ខ្ញុំនឹងចំណាយលុយ4000រៀលដើម្បីទិញម្ជូរញ៉ាំអញ្ចឹងតោះយើងទៅមើលទាំងអស់គ្នាថាតើម្ជូរដែលខ្ញុំទិញ4000រៀលហ្នឹងបានអីគេខ្លះហើយនេះឲ្យតែដល់ខ្ទង់ម៉ោង3គឺថាអ្នកលក់ចាប់ផ្ដើមមកដល់ហើយគឺថាម៉ួយហ្មងណាឲ្យតែមកដល់កន្លែងបេនដែលខ្ញុំចតហ្នឹងគឺថាយរុំទៅគឺកើតលក់រឿងថ្ងៃអត់មួយតែថ្ងៃអាទិត្យទេខ្ទង់ម៉ោង3គឺកើតមកដល់កន្លែងហ្នឹងហើយដល់ពេលអញ្ចឹងខ្ញុំញ៉ាំយរុំទៅខ្ញុំញ៉ាំខានដែរថ្ងៃណាគឺថាខ្ញុំឃើញថាឃ្លានមកញ៉ាំអញ្ចឹងណាមិនមែនចេះតែញ៉ាំរាល់ថ្ងៃដែរហើយបងប្អូនមើលទាំងអស់គ្នាថាតើម្ជូរដែលខ្ញុំចំណាយ4000ហ្នឹងបានអីគេខ្លះហើយទីមួយខ្ញុំទិញតបែក1ពឿនទិញមនុស្ស1ពឿនช่วงម៉ោង3នេះគឺថាយើងការហូបចុកគឺយើងត្រូវតែមើលដែរយើងអត់មានចេះតែឃ្លានញ៉ាំតែផ្ដេសតែផ្ដាស់បានទេគឺយើងត្រូវញ៉ាំផ្លែឈើណាដែលមានជាតិកាកសរសៃដូចជាល្ហុងអីហ្នឹងឯងបងប្អូនមានល្ហុងមានម្នឿហើយនឹងតបែកដោយសារតែចែដោយសារបើខ្ញុំទិញញ៉ាំអញ្ចឹងទី1ពេលដែលខ្ញុំញ៉ាំល្ហុងនឹងតបែកទៅគឺបន្ទោបងបានស្រួលសម្រាប់ពុកម៉ែបងប្អូនដែលគិតពិបាកក្នុងការបន្ទោបងណាបងប្អូនញ៉ាំម្នឿញ៉ាំតបែកញ៉ាំល្ហុងអីហ្នឹងទៅបងបានស្រួលណាហើយរាល់ពេលដែលខ្ញុំទិញគឺខ្ញុំអត់យកអំបិលច្រើនទេខ្ញុំប្រាប់អ្នកលក់ថាដាក់អំបិលបន្តិចតិចហើយបើអំបិលគាត់វិញគឺឆ្ងាញ់ខ្លាំងណាស់ហើយល្ហុងទុំហ្នឹងខ្ញុំឲ្យគាត់ចិតជាកង់ជាដុំអញ្ចឹងមកបានយើងស្រួលញ៉ាំជូរគាត់មានលក់គ្រប់មុខពុកម៉ែបងប្អូនទាំងអស់គ្នាមានទាំងនេះប្រហិតនេះសម្រាប់ពុកម៉ែបងប្អូនដែលថ្ងៃឡើងធ្វើការឬថាធ្វើល្ងុយដេកល្ងុយគេងអីអញ្ចឹងណាគឺថានេះបានប្រហិតជូរអីអញ្ចឹងមកដាក់មួយម៉ាត់ទៅគឺថាស្វាងដេកចែខ្ញុំនេះបងប្អូនហើយនេះប្រហិតកាលពីមុនចូលចិត្តញ៉ាំណាស់នេះប្រហិតហ្នឹងណាហើយប៉ុន្តែឥឡូវគឺមិនសូវជាអ្នកញ៉ាំបានទេងាកមកញ៉ាំផ្លែឈើវិញម្ដងពូនេះលក់គាត់បានធ្វើរួចរាល់ហើយតែខ្ញុំបានអស់លុយឲ្យគាត់អញ្ចឹងណាតែខ្ញុំថាឲ្យល្ហុងខ្ញុំសិនមកបើខ្ញុំឲ្យលុយទៅនេះបងប្អូនអស់4ពឿនបានឡើងមកចេះតិចបងប្អូនឥឡូវបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាជាដំបូងគឺខ្ញុំញ៉ាំផ្លែម្នឿមុនគេអញ្ចឹងណាផ្លែម្នឿហ្នឹងគឺល្អមែនទែនក្នុងការញ៉ាំអញ្ចឹងយើងជ្រើសរើសញ៉ាំផ្លែឈើណាដែលល្អសម្រាប់សុខភាពអញ្ចឹងណានេះហើយផ្លែម្នឿនេះបងប្អូនឃើញស្រាប់ហើយនេះទាំងអស់ហ្នឹង2ពឿនណា2ពឿនហ្នឹងគឺបានច្រើនមែនទែនយើងមានទាំងម្នឿយើងមានទាំងតបែកអញ្ចឹងខ្ញុំចាប់ផ្ដើមញ៉ាំម្នឿមុនគេនិយាយពីថាអូខ្ញុំចូលចិត្តម្នឿល្ហុងអីហ្នឹងតបែកអីហ្នឹងចិត្តខ្លាំងហ្មងឥឡូវខ្ញុំចាប់ដើមទៅលក់ម្នឿជាមួយអំបិលម្ទេសណាបងប្អូនហើយនឹងដាក់មកចូលហ្មងឆ្ងាញ់មែនទែនគេថាថ្ងៃឡើងខ្ទង់ម៉ោង2ម៉ោង3នេះណាអូល្ងួយដេកបើកភ្នែកអត់រួចទេដល់ពេលអញ្ចឹងហើយនេះមកញ៉ាំម្ជូរដើម្បីកុំឲ្យដេកលក់ឡើងចាប់ដើមញ៉ាំតបែកជ្រក់អំបិលម្ទេសហាបងប្អូនដាក់មកចូលមកសំបីតែតបែកហ្នឹងក៏ខ្ញុំទិញđểលក់អត់ឲ្យកាត់ដោយគ្រាប់ដែរខ្ញុំឲ្យកាច់យកទៅសាច់តបែកដោយសារអីដោយសារតែកាលខ្ញុំនៅពីតូចខ្ញុំធ្លាប់មិត្តភ័ក្ដិញ៉ាំតបែកទៅញ៉ាំទាំងគ្រាប់អីទៅពីអត់ល្អិតអញ្ចឹងណាទៅវាកាត់ពោះវីនដោះខ្នែងពោះវីនអីដល់ពេលអញ្ចឹងខ្ញុំក៏ឲ្យអ្នកលក់ចិត្តយកតែសបកទេគ្រាប់គឺចោលអញ្ចឹងណាញ៉ាំម្នឿរួចហើយឥឡូវយើងងាកមកញ៉ាំតបែកទឹកម្ដងដោយសារអីបើខ្ញុំចូលចិត្តញ៉ាំចូលគ្នាអញ្ចឹងទី1វាមានតាមអត្ថប្រយោជន៍របស់ផ្លែឈើនេះផ្លែម្នឿមានអត្ថប្រយោជន៍ផ្សេងគ្នាផ្លែតបែកក៏មានអត្ថប្រយោជន៍ផ្សេងផ្លែល្ហុងជួយឲ្យសាច់ស្អាតក៏នឹងបន្ទោបងបានស្រួលដូចគ្នាហើយអំបិលម្ទេសនេះបងប្អូនអូយមកអំបិលម្ទេសគឺទំនងខ្លាំងមែនទេណាហើយបាល់ល្ហុងវិញគឺថាដាក់ខ្លះសេតិចអញ្ចឹងទៀតបងប្អូនអើយឆ្ងាញ់ណានេះផ្លែឈើអីបើយើងចិត្តមកយើងដាក់ខ្លះសេទូតិចហើយយើងយកមកញ៉ាំណាគឺថាឆ្ងាញ់ស្រស់ស្រាយខ្លាំងមែនទេណាបងប្អូននេះហើយល្ហុងហ្នឹងគឺអត់សូវផ្អែមប៉ុន្មានទេរសជាតិមកល្មមអញ្ចឹងណាប៉ុន្តែអូយមកមើលពើវិញគឺថាក្រហមឆ្អិនឆ្អៅតែម្ដងណាតនេថ្ងៃឡើងគឺថារបបអាហារស៊ីសងលើយើងទេយើងញ៉ាំអីគឺយើងទទួលបានផលនឹងឯងអញ្ចឹងណាអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ